ហេតុអ្វីខ្ញុំមានទុក្ខមនុស្សគ្រប់គ្នាតែងតែប្រាថ្នាចង់បានសេចក្តីសុខរួចផុតពីទុក្ខប៉ុន្តែតើយើងទាំងអស់គ្នាដែលសួរសំណួរថាតើអ្វីទៅជាសេចក្តីទុក្ខដែលយើងទាំងអស់គ្នាសុទ្ធតែមិនចង់បាននេះខ្ញុំគិតថាអ្នកទាំងអស់គ្នាអាចនឹងយល់ស្របជាមួយនឹងនិយមន័យទូទៅសាមញ្ញមួយនៃសេចក្តីទុក្ខសេចក្តីទុក្ខកើតមាននៅពេលយើងមិនពេញចិត្តឬមិនសប្បាយចិត្តឬថ្នាំងថ្នាក់ចិត្តចំពោះអ្វីមួយសាកស្រមៃថាប្រសិនបើអ្នកមិនមានលុយសម្រាប់ទិញអាហារបរិភោគក្នុងថ្ងៃនេះក្រពះក៏ចាប់ផ្ដើមស្រេកឃ្លាននោះសេចក្តីទុក្ខក៏ចាប់ផ្ដើមកើតមានប្រសិនបើមាននរណាម្នាក់ទះអ្នកមួយដៃពេញទំហឹងអ្នកច្បាស់ជាមានកំហឹងនោះសេចក្តីទុក្ខដែលជាសេចក្តីក្រោធខឹងក៏កើតមានប្រសិនបើមាននរណាម្នាក់ជេរប្រតិចមកលើអ្នកដោយពាក្យអាក្រក់នៅចំពោះមុខអ្នកក្នុងចំណោមមនុស្សដទៃនោះសេចក្តីទុក្ខក៏កើតមានប្រសិនបើលទ្ធផលសិក្សាឬការងាររបស់អ្នកមិនគាប់ចិត្តនោះសេចក្តីទុក្ខក៏កើតមានប្រសិនបើអ្នកជ្រុះបាត់ទូរស័ព្ទជាទីស្រឡាញ់របស់អ្នកនោះសេចក្តីទុក្ខក៏កើតមានទាំងអស់នេះជាឧទាហរណ៍ខ្លះនៃសេចក្តីទុក្ខយើងចាត់ទុកថាវាជាស្ថានភាពនាំឲ្យកើតទុក្ខឬកង្វល់ក្នុងចិត្តព្រោះគ្រប់ស្ថានភាពទាំងអស់នេះសុទ្ធតែនាំឲ្យយើងមានកង្វល់មិនសប្បាយចិត្តមានកំហឹងឬខកចិត្តជាដើមយើងអាចនិយាយបានថាទុក្ខអាចមានទម្ងន់ខុសៗគ្នាទុក្ខខ្លះមានទម្ងន់ស្រាលដែលធ្វើឲ្យយើងគ្រាន់តែមិនសប្បាយចិត្តក្នុងរយៈពេលខ្លីនិងមិនសូវយកចិត្តទុកដាក់នោះទេហើយទុក្ខខ្លះក៏មានទម្ងន់ធ្ងន់ដែលអាចឲ្យយើងក្រំគ្រាក្នុងចិត្តដែលមានអ្នកខ្លះរហូតដល់ឈានដល់ការបញ្ចប់ជីវិតរបស់ខ្លួនខំក៏មានប្រសិនបើអ្នកមានលុយ$1 លាននៅក្នុងកងធនាគារលុយនេះជាញើសឈាមរបស់អ្នកហើយលុយនេះស្រាប់តែត្រូវបានជនខិលខូចលួចដកយកត្រឹមតែមួយប៉ព្រិចភ្នែកតើអ្នកនឹងមានទុក្ខកង្វល់កម្រិតណាប្រសិនបើអ្នកមានលុយត្រឹម$100នៅក្នុងកងធនាគារហើយលុយនេះស្រាប់តែត្រូវបានជនខិលខូចលួចដកយកត្រឹមតែមួយប៉ព្រិចភ្នែកតើអ្នកនឹងមានទុក្ខកង្វល់កម្រិតណាក្នុងឧទាហរណ៍ពីរខាងលើច្បាស់ណាស់ករណីទី1នឹងបង្កបានជាសេចក្តីទុក្ខឥតឧបមាហើយករណីទី2អាចមានសេចក្តីទុក្ខក្នុងរយៈពេលមួយដ៏ខ្លីនិងមិនធ្ងន់ធ្ងរនោះទេតើហេតុអ្វីទៅព្រោះយើងគិតថា$1 លានបាននាំមកនូវសេចក្តីសុខដល់យើងយ៉ាងច្រើនសម្បើមគឺអាចកែប្រែជីវិតរបស់យើងទាំងស្រុងហើយនៅពេលដែលយើងបាត់បង់សេចក្តីសុខដែលយើងចង់បាននេះនោះសេចក្តីទុក្ខដែលមានទំហំស្មើនឹងសេចក្តីសុខនេះក៏កើតមានយើងតែងប្រាថ្នារួចផុតពីបញ្ហាឬទុក្ខលំបាកទាំងអស់តើអ្នកទាំងអស់គ្នាគិតថាវាអាចទៅរួចឬទេបើអាចតើនឹងត្រូវធ្វើបែបណានៅពេលអ្នកយកចង្ហាន់ទៅប្រគេនព្រះសង្ឃឬដាក់បាតឬធ្វើសេចក្តីទានដល់មនុស្សក្រខ្សត់ឬមនុស្សខ្វះខាតយើងក៏តែងប្រាថ្នាឬបួងសួងសូមឲ្យជួបតែសេចក្តីសុខតាមរយៈការធ្វើទាននេះមានអ្នកខ្លះទៀតក៏ពោលថាហេតុអ្វីបានជាខ្ញុំតែងតែធ្វើបុណ្យដាក់ទានរក្សាសីលជានិច្ចប៉ុន្តែចេះតែជួបតែសេចក្តីទុក្ខទៅវិញហេតុអ្វីអំពើល្អរបស់ខ្ញុំតបស្នងវិញទៅដោយទុក្ខវេទនាបែបនេះនៅពេលអ្នកសួរសំណួរបែបនេះច្បាស់ណាស់អ្នកមិនបានយល់ច្បាស់ថាអ្វីជាសេចក្តីទុក្ខនិងអ្វីជាសេចក្តីសុខនោះទេបើអ្នកស្មឹងស្មាតគិតឲ្យបានស៊ីជម្រៅឬគល់នៃធម្មជាតិនៃសេចក្តីទុក្ខអ្នកនឹងដឹងថាសេចក្តីទុក្ខនិងសេចក្តីសុខកើតមកជាមួយគ្នាប្រៀបដូចជាមេដែកដែលត្រូវមានពោលបោកនិងពោលដកប្រៀបដូចជាកាក់ដែលត្រូវមានមុខនិងមានខ្នងដរាបណាអ្នកប្រាថ្នាចង់បានសេចក្តីសុខនោះសេចក្តីទុក្ខក៏លាក់ខ្លួននៅក្នុងសេចក្តីសុខនោះផងដែរតែវានឹងលេចឡើងនៅពេលណាមួយជាក់ជាមិនខានឧទាហរណ៍សេចក្តីសុខដែលអ្នកស្រមៃចង់បាននៅពេលនេះគឺទូរស័ព្ទស៊េរីថ្មីមួយគ្រឿងព្រោះអ្នកមិនមានទូរស័ព្ទល្អប្រើនឹងគេហើយមើលឃើញមិត្តភ័ក្តិរបស់អ្នកម្នាក់សុទ្ធតែមានគ្រប់ដៃសេចក្តីទុក្ខក៏កើតមានហេតុអ្វីព្រោះអ្នកមិនសប្បាយចិត្តឬតូចចិត្ត
ដែលខ្លួនមិនមានទូរស័ព្ទទំនើបដូចគេនេះជាសេចក្តីទុក្ខព្រោះអ្នកមានអារម្មណ៍តូចចិត្តឬមិនសប្បាយចិត្តប៉ុន្តែប្រសិនបើអ្នកមិនមានចិត្តចង់បានទូរស័ព្ទថ្មីទេនោះសេចក្តីទុក្ខនេះក៏មិនបានកើតមានផងដែរឧទាហរណ៍មួយទៀតថាអ្នកទើបទិញបានទូរស័ព្ទថ្មីទំនើបដែលអ្នកស្រឡាញ់ជាខ្លាំងនោះអ្នកកំពុងមានសេចក្តីសុខក្នុងចិត្តដោយសារមានវាប៉ុន្តែស្រាប់តែវាបានជ្រុះបាត់តើអ្នកមានអារម្មណ៍បែបណាច្បាស់ណាស់អ្នកប្រកាសជាខឹងតូចចិត្តអន្ទះអន្តែងឬថែមទាំងអាចយំសោកទៀតផងនេះជាសេចក្តីទុក្ខតើអ្នកសង្កេតឃើញអ្វីដែលគួរឲ្យកត់សម្គាល់ឬទេពេលកំពុងមានទូរស័ព្ទអ្នកមានសេចក្តីសុខតែពេលដែលវាបាត់ទៅអ្នកក៏កើតទុក្ខតើនេះមានន័យយ៉ាងដូចម្តេចវិញគឺវាសបញ្ជាក់ថាសុខនិងទុក្ខមកជាមួយគ្នាមែនទេតាមរយៈការមើលឃើញបែបនេះទើបយើងអាចយល់ដឹងអំពីការទូន្មានរបស់ព្រះសម្មាសម្ពុទ្ធគឺរបស់ក្នុងលោកតែងមិនទៀងរបស់ដែលកើតហើយក៏តែងរលត់ទៅវិញជាធម្មតាហើយពេលដែលយើងតោងចិត្តទៅលើវត្ថុទាំងនោះប្រកបណាស់នៅពេលដែលអ្នកបាត់បង់វាសេចក្តីទុក្ខក៏កើតមានជាធម្មតាដែរយើងត្រូវគិតថានៅពេលយើងចង់បានអ្វីមួយដែលយើងហៅថាសេចក្តីសុខហើយបើសេចក្តីសុខនោះមិនបានសម្រេចយើងច្បាស់ជាមិនសប្បាយចិត្តឬក៏យើងសម្រេចបានដោយបំណងហើយតែនៅពេលដែលរបស់នោះបាត់ទៅវិញក៏ធ្វើឲ្យយើងមិនសប្បាយចិត្តផងដែរអ្នកក៏អាចសួរបបមកវិញថាអញ្ចឹងខ្ញុំមិនត្រូវចង់បានអ្វីទេឬខ្ញុំមិនត្រូវស្ដាយអ្វីដែលខ្ញុំបាត់បង់ទេឬឲ្យខ្ញុំលែងចង់បានឬអស់កិលេសបែបនេះតើឲ្យខ្ញុំអភិវឌ្ឍខ្លួនបានដោយរបៀបណាព្រោះការចង់បានឬសេចក្តីចង់បានកំពុងពោលនេះឯងដែលធ្វើឲ្យយើងមានភាពរីកចម្រើនការពោលបែបនេះពិតជាមិនខុសនោះទេគឺវាជាធម្មជាតិនៃចិត្តរបស់សត្វលោកអ្វីដែលបានលើកឡើងគ្រាន់តែជាការចង់បង្ហាញអំពីឫសគល់នៃសេចក្តីទុក្ខប៉ុណ្ណោះការចង់បានដែលយើងគិតថាជាសេចក្តីសុខនេះវាបានបង្កប់មកជាមួយនឹងសេចក្តីទុក្ខផងដែរសុខនិងទុក្ខប្រៀបដូចជារបស់មួយដែលនៅជាប់ជាមួយគ្នាជានិច្ចយើងមិនអាចមានមួយហើយមិនត្រូវការមួយទៀតនោះទេសត្វទាំងអស់សុទ្ធតែមានការចង់បានរបស់ខ្លួនដែលទំហំនៃការចង់បាននេះមានភាពខុសៗគ្នាបើយើងក្រឡេកមើលសត្វទូទៅក្រៅពីមនុស្សភាគច្រើនសេចក្តីចង់បានរបស់វាមិនមានច្រើននិងស្មុគស្មាញដូចមនុស្សនោះទេសេចក្តីចង់បានរបស់ពួកវាភាគច្រើនគឺតែទៅលើអាហារចំអែតក្រពះគេចផុតពីការប្រមាញ់របស់សត្វដទៃការបង្កាត់ពូជការកសាងសម្បុកការចិញ្ចឹមកូនរបស់វាប៉ុណ្ណោះពួកវាមិនដែលខ្វល់ខ្វាយអំពីផែនការអនាគតឡើយផ្ទុយពីសត្វមនុស្សវិញមិនត្រឹមតែខ្វល់ខ្វាយអំពីអាហារត្រឹមចំអែតក្រពះនោះទេតែយើងក៏ចង់បានអាហារដែលឆ្ងាញ់ៗនិងមិនច្រំដាល់ទៀតផងសត្វមិនដែលខ្វល់ខ្វាយពីការតុបតែងខ្លួនរបស់វានោះទេមនុស្សវិញមិនត្រឹមតែចង់បានសម្លៀកបំពាក់ដណ្ដប់កាយនោះទេតែយើងក៏ចង់បានសម្លៀកបំពាក់ស្អាតថ្មីល្អនិងថ្លៃថែមទៀតផងយើងមិនត្រឹមតែចង់បានចម្រោះសម្រាប់បិទបាំងពីព្យុះភ្លៀងកម្ដៅព្រះអាទិត្យប៉ុណ្ណោះទេតែយើងក៏ចង់បានផ្ទះធំស្កឹមស្កាយមានក្រែពុកមានម៉ាស៊ីនត្រជាក់មានអាងហែលទឹកនិងមានទីធ្លាសួនច្បារធំថែមទៀតផងសាកគិតទៅមើលថាតើរវាងមនុស្សនិងសត្វមួយណាមានបញ្ហាច្រើនជាងយើងទាមទារចង់បានសេចក្តីសុខទាំងផ្លូវកាយនិងផ្លូវចិត្តដែលលើសលប់តែយើងភ្លេចគិតថាវាបានបង្កប់ផងដែរនៅសេចក្តីទុក្ខលំបាកក្នុងចិត្តជាថ្មីម្ដងទៀតការលើកឧទាហរណ៍អំពីចំណុចទាំងនេះមិនមែនចង់ប្រាប់ថាសេចក្តីចង់បានរបស់មនុស្សមិនត្រឹមត្រូវនោះទេប៉ុន្តែគ្រាន់តែចង់អុលបង្ហាញឲ្យយើងសង្កេតមើលធម្មជាតិឬគល់នៃសេចក្តីទុក្ខនិងសេចក្តីសុខនេះឯងសេចក្តីសុខដែលយើងប្រាថ្នាចង់បានគឺបានបង្កប់មកជាមួយសេចក្តីទុក្ខផងដែរអ្នកចង់បានសេចក្តីសុខកាន់តែច្រើននោះសេចក្តីទុក្ខក៏មានទំហំប៉ុនគ្នាដែរទៅតាមការជាប់ជំពាក់នៃចិត្តរបស់អ្នកជួនកាលយើងអាចច្រឡំថាវាជាសេចក្តីសុខតែការពិតវាជាសេចក្តីលោភលន់ឬការជាប់ជំពាក់នៃចិត្តប៉ុណ្ណោះព្រះពុទ្ធធ្លាប់មានពុទ្ធដីកាថាអ្វីជារបស់មិនទៀងការចង់បានជាធម្មជាតិរបស់សត្វដើម្បីអាចរស់រាននិងគេចផុតពីគ្រោះថ្នាក់ទាំងពួងយើងតែងចង់បានអាហារទទួលទានដើម្បីចិញ្ចឹមជីវិតយើងចង់បានសម្លៀកបំពាក់ដើម្បីការពាររាងកាយយើងចង់បានថ្នាំសង្កូវដើម្បីព្យាបាលរោគជាដើមតែសេចក្តីចង់បានដែលនាំឲ្យកើតទុក្ខ
គឺការចង់បានដែលមានចិត្តជាប់ជំពាក់ព្រះពុទ្ធបានសម្ដែងថាមានតែការជំរះកិលេសទេទើបយើងអាចគេចផុតពីសេចក្តីទុក្ខការអស់កិលេសមិនមែនមានន័យថាអស់សេចក្តីចង់បាននោះទេតែយើងអស់ការជាប់ជំពាក់នៃចិត្តសរុបសេចក្តីមកយើងអាចឆ្លើយសំណួរដែលសួរថាហេតុអ្វីខ្ញុំកើតទុក្ខគឺសុខនិងទុក្ខកើតមកជាមួយគ្នាហើយក៏ព្រោះតែសេចក្តីសុខដែលយើងហៅថាសេចក្តីចង់បាននេះវាមានតែដោយការជាប់ជំពាក់នៃចិត្តទៅលើអ្វីមួយនេះឯងយ៉ាងណាមិញទោះបីយើងបានជ្រាបខ្លះអំពីឫសគល់នៃសេចក្តីទុក្ខក៏មិនមានន័យថាយើងអាចយកឈ្នះឬបំបត្តិសេចក្តីទុក្ខនេះបាននោះទេវាតែងកើតឡើងជាធម្មតាប៉ុន្តែនៅពេលដែលយើងអាចបំបត្តិបាននូវការជាប់ជំពាក់នៃចិត្តនោះសេចក្តីទុក្ខរបស់យើងក៏ថមថយទៅតាមនោះដែរតែវាទាមទារដល់ការដាស់ចិត្តការសង្កេតសិក្សានិងការអប់រំចិត្តជារឿយៗទើបបានយល់សេចក្តីនេះបានស៊ីជម្រៅសូមអរគុណសម្រាប់ការទស្សនានិងការស្ដាប់